ថ្ងៃនេះអ្នកគូមកនិយាយតាក់ទងទៅលើបញ្ហាមេរោគផ្សិតឲ្យបងប្អូនស្ត្រីយើងបានច្បាស់តែម្ដងមេរោគផ្សិតគឺមាន3ដំណាក់កាលណាបងប្អូនដំណាក់កាលដំបូងដែលស្ត្រីយើងកើតផ្សិតគឺមានការធ្លាក់សមកជាសភាពថ្លាថ្លាជាសភាពស្មើសាច់ធ្លាក់មកជួនកាលល្មាស់ជួនកាលអត់ល្មាស់ទេឬក៏ពេលខ្លះវាអាចធ្វើយើងរៀងក្តៅតិចតិចនៅបរិវេណទ្វីមីរបស់យើងឬក៏មានការល្មាស់ស្គៀបតិចតិចអាហ្នឹងគឺដំណាក់កាលដំបូងតែម្ដងណាបងប្អូននេះដំណាក់កាលទី2គឺផ្សិតដែលបងប្អូនកើតហ្នឹងគឺធ្លាក់មកជាសភាពដុំស្អិតកកចាដូចបាយម៉ានឬក៏ដូចកតិចកដាស់ធ្វើទឹកអញ្ចឹងជួនកាលអាចធ្លាក់ប្រឡាក់លើខោក្នុងរបស់យើងជួនកាលអត់ធ្លាក់មកប្រឡាក់លើខោក្នុងទេវាកកស្អិតកកក្រាំងនៅតាមមាត់ទ្វីយើងផ្នែកខាងក្នុងតតែយើងយកដៃលូកលាងសម្អាតទៅបានវាដោយតាមដៃយើងមកធ្វើឲ្យទ្វីមីយើងស្ងួតធ្វើឲ្យយើងក្តៅធ្វើឲ្យយើងកាហាយផ្សាបើអ្នកមានគ្រួសារគឺពិបាកក្នុងការគេងនៅជាមួយគ្រួសារតែម្ដងធ្វើឲ្យយើងចាប់ផ្ដើមមានការនំញឹកខុសធម្មតាដូចយើងនំអត់អស់នំសអញ្ចឹងបងប្អូនអរគ្នាធ្វើឲ្យយើងរៀងឧស្សាហ៍ឈឺចុកអ៊ូអួននៅក្រោមថ្ងាសឬក៏ឈឺចុករួយទៅលើអាងតាគៀកផ្នែកខាងក្រោយជាដើមហើយដំណាក់កាលមួយនេះបើសិនជាបងប្អូនកើតមានហើយបងប្អូនអាចបានរកដំណោះស្រាយបងប្អូនຕົកឲ្យមេរោគផ្សិតវិវត្តចូលដំណាក់កាលទី3គឺជាដំណាក់កាលមួយធ្ងន់មានថាដំណាក់កាលមួយនេះគឺជាដំណាក់កាលមួយដែលជំងឺនឹងវាសឹងតែផ្សំនឹងរាងកាយរបស់យើងហើយអញ្ចឹងពេលដែលយើងញ៉ាំថ្នាំទៅគឺវាអត់ងាយឆ្លើយតបនឹងថ្នាំដែលយើងដោះស្រាយនឹងទេគឺវាចាប់ផ្ដើមធ្វើឲ្យទ្វីមីយើងឡើងក្រហមមានការឡើងហើមទៅលើទ្វីមីឬក៏មានការចេញពកកទទួលទៅលើទ្វីមីតែម្ដងឬបើសិនជាមានការអាលៀកខ្លាំងតែម្ដងគឺមានការធ្លាក់កកឈាមបន្ទាប់ពីយើងនៅជាមួយគ្រួសារដៃគូរួចនឹងមានការធ្លាក់កកឈាមតិចមកដោយសារវាមានការដាច់អលត់កោសិកាផ្នែកខាងក្នុងអាចនឹងកោសិកាអញ្ចឹងទ្វីមីឬកោសិកានៅមាត់ស្បូនយើងតែម្ដងបងប្អូនស្ត្រីយើងចំណាំបើខ្លួនយើងកើតមានលើបញ្ហាផ្សិតដោះស្រាយច្រើនដងហើយអត់បានផលមានន័យថាបងប្អូនកើតបញ្ហានឹង3ទៅ4ដងក្នុងរយៈពេល1ឆ្នាំយើងញ៉ាំថ្នាំទៅគាត់បានបន្ទប់អន់ដាច់តែមួយជាតិថ្នាំជឿកើតឡើងវិញបើបងប្អូនមានជួបបញ្ហានេះគឺបញ្ជាក់ថាផ្សិតដែលបងប្អូនកើតគឺវិវត្តទៅជាផ្សិតរ៉ាំរ៉ៃហើយគណៈតែផ្សិតរ៉ាំរ៉ៃគឺវាអត់ឆ្លើយតបនឹងថ្នាំនឹងការដោះស្រាយទេអញ្ចឹងជាការលើកទឹកចិត្តពីខាងអ្នកគ្រូបើបងប្អូនដឹងតែខ្លួនឯងមានទៅលើបញ្ហារោគស្ត្រីធ្លាក់សកើតផ្សិតសូមបងប្អូនឆាប់រកដំណោះស្រាយកុំព្យាយាមទុកឲ្យបញ្ហាហ្នឹងវិវត្តទៅជាបញ្ហារ៉ាំរ៉ៃពីព្រោះវាពិបាកក្នុងការដោះស្រាយទៅលើបញ្ហាហ្នឹងខ្លាំងជាពិសេសវាធ្វើឲ្យប៉ះពាល់ទៅលើស្បូនប៉ះពាល់ទ្វីមីឬក៏ធ្វើឲ្យរដូវយើងអីក៏មកមិនសិនអត់ដែរអញ្ចឹងជាការលើកទឹកចិត្តពីអ្នកគ្រូចង់ឲ្យបងប្អូនធ្វើការដោះស្រាយនៅពេលដែលយើងកើតមាននៅក្នុងដំណាក់កាលដំបូងដោះស្រាយឆាប់បាត់ហើយឆាប់ជាឲ្យមិនមានការកើតឡើងវិញទេបងប្អូនចង់បានព័ត៌មានលម្អិតតាក់ទងនឹងបញ្ហាមួយនេះចង់រកដំណោះស្រាយអាចតាក់ទងអ្នកគ្រូបានតាមរយៈការឆាតចូល page អ្នកគ្រូឬក៏តាក់ទងតាមលេខ Telegram អ្នកគ្រូផ្ទាល់តែម្ដង